សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ add hyperlink និងការ edit ឈ្មោះរបស់ hyperlink នៅក្នុង Google Doc អញ្ចឹងក្នុងការ add hyperlink ហ្នឹងវាធ្វើឲ្យយើងងាយស្រួលក្នុងការចូលទៅកាន់អត្ថបទខាងក្រៅឬក៏ website ខាងក្រៅដែលយើងមិនចាំបាច់ស្វែងរកដោយដៃហើយមួយវិញទៀតគឺធ្វើឲ្យឯកសាររបស់យើងមានរចនាបថល្អប្រសើរនិងមានប្រភពច្បាស់លាស់ហើយចំណុចចុងក្រោយគឺងាយស្រួលក្នុងការរករកឯកសារអញ្ចឹងក្នុងការ add hyperlink ហ្នឹងដំបូងយើងជ្រើសរើសយក link មួយនៅក្នុង YouTube ខ្ញុំធ្វើការ copy វាមកហើយបន្ទាប់មកផាសវានៅក្នុង Google Doc ហើយបន្ទាប់មកយើង tap space មួយមកដើម្បីឲ្យដំណ link ហ្នឹងវាដំណើរការហើយយើងអាចធ្វើការ rename វាបានគឺយើងគ្រាន់តែចុច right click ហើយយើង select យកពាក្យ edit link យើងអាច rename វាបាននិងដាក់ថា Python What's up everybody? In this video I'm going to teach you អរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់ also included 20 different